អាយដាមអភិសន្តិបណ្ឌិតសសុខានិងប្រធានតំណាងចៃការផ្លាស់ប្ដូរយោបល់គ្នាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យមហាផ្ទៃនៅក្នុងជំនួបពិភាក្សាការងារនៅទីស្តីការក្រសួងមហាផ្ទៃនៅរសៀលថ្ងៃទី10ខែមិថុនាឆ្នាំ2025អាយដាមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងលោកសុននីកាស៊ូម៉ាសាប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនដែលហៅកាត់ថាចៃការបានផ្លាស់ប្ដូរយោបល់គ្នាប្រកបដោយការពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យមហាផ្ទៃពិសេសគម្រោងដែលបានផ្ដល់គាំទ្រដោយចៃការអាយឧត្តមអភិសន្តិបណ្ឌិតសសុខាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅកាន់កិច្ចសហប្រតិបត្តិការនិងផ្ដល់ការគាំទ្ររបស់ចៃការនាពេលកន្លងមករួមមានវិស័យអភិបាលកិច្ចមូលដ្ឋានលើផ្នែកវិមជ្ឈការនិងវិសហមជ្ឈការការបណ្ដុះបណ្ដាលមន្ត្រីគម្រោងទីក្រុងឆ្លាតវៃខេត្តសៀមរាបក្នុងគោលដៅផ្ដល់សេវារដ្ឋបាលឲ្យកាន់តែមានគៀកជូនទៅកាន់ប្រជាជននិងការងារសុវត្ថិភាពចរាចរណ៍ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវលោកសានិកាស៊ូម៉ាសាក៏បានជម្រាបជូនទៅកាន់អាយដាមអភិសន្តិបណ្ឌិតអំពីសមិទ្ធផលនានាដែលជាគម្រោងទីក្រុងឆ្លាតដំណាក់កាលទី1ដែលបានបញ្ចប់កាលពីខែឧសភាឆ្នាំ2025ថ្មីនេះហើយចៃការនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយនឹងរដ្ឋបាលខេត្តសៀមរាបនិងបណ្ដាស្ថាប័នពាក់ព័ន្ធនានាក្នុងដំណើរគម្រោងទីក្រុងឆ្លាតវៃដំណាក់កាលទី2ឆ្នាំ2025ដល់ឆ្នាំ2028ជាបន្តទៀតនៅក្នុងជំនួបនោះលោកក៏បានលើកឡើងអំពីការផ្ដល់ការគាំទ្ររបស់ចៃការនៅក្នុងការចូលរួមចំណែកក្នុងការងារជួយសង្គ្រោះជនរងគ្រោះអំពីការជួញដូរមនុស្សដូចជាការផ្ដល់យោបល់ទៅលើសេចក្តីណែនាំស្តីអំពីការកំណត់អត្តសញ្ញាណជនរងគ្រោះព្រមទាំងការផ្ដល់ការគាំទ្រទៅលើចំនួនបច្ចេកទេស 3ES របស់ចៃការចំពោះគម្រោងធ្វើឲ្យប្រសើរឡើងលើគម្រោងផ្លូវជាតិលេខ5អាយឧត្តមអភិសន្តិបណ្ឌិតក៏បានថ្លែងអំណរគុណចំពោះការផ្ដល់ការគាំទ្ររបស់ចៃការទៅលើគម្រោងទាំង3ខាងលើនិងការស្នើសុំឲ្យចៃការផ្ដល់បន្តការគាំទ្រទៅលើការងារអភិបាលកិច្ចមូលដ្ឋានតាមរយៈការចុះតាមមូលដ្ឋានដើម្បីវិតម្លៃជាក់ស្ដែងផ្ដល់ការឧបត្ថម្ភគាំទ្រដល់គម្រោងទីក្រុងឆ្លាតវៃបន្តចូលរួមសហការនៅក្នុងការងារការពារជនរងគ្រោះពីអំពើជួញដូរមនុស្សបន្តផ្ដល់ការបណ្ដុះបណ្ដាលតាមរយៈមូលដ្ឋាននិងសហការជាមួយស្ថាប័នមានសមត្ថកិច្ចដើម្បីចូលរួមនៅក្នុងការងារសុវត្ថិភាពចរាចរណ៍ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវហើយក្រសួងមហាផ្ទៃសូមស្វាគមន៍ជានិច្ចចំពោះកិច្ចសហប្រតិបត្តិការនានារវាងក្រសួងមហាផ្ទៃនិងចៃការ